កិត្តិយសដែលសម្ដែងនៅក្នុងស្បែកគង់មានតារារូបណាខ្លះនោះសូមអបអរសាទរចំពោះតារាកិត្តិយសដូចតទៅបាទសូមជើញដើម្បីคล้ายជាស្បែកកម្មរាងកាយទាំងមូលត្រូវស៊ំនឹងធាតុទាំង4គឺស្រាស្រីលបែងនិងគ្រឿងញៀនផ្សេងដើម្បីស៊ំនឹងធាតុទាំង4នោះរាងកាយទាំងមូលត្រូវនៀរតែខ្លួនចេញពីផ្ទះរយៈពេល49ឆ្នាំបើសិនណាអាចអនុវត្តទោះបាននឹងคล้ายទៅជាមនុស្សឈួតពេញសិនដាក់បានទេមកនេះលោកចោលហើយមកកាប់ទៅគួរឲ្យកាប់ទៅកាប់ក្បាលយើងមកកាប់មែនទេលោកគ្រូអញថាឲ្យកាប់មកកុំមិនលោកគ្រូអីហើយមិនហ៊ានកាប់ទៅអញកាប់ណមលោកគ្រូខ្ញុំឲ្យវាកាប់លោកគ្រូអញឲ្យឯងកាប់មកខ្ញុំកាប់វិញលោកគ្រូអីចេះចឹងឯងធ្វើគ្រូវិញទៅលោកគ្រូខ្ញុំកាប់ហ៎អត់ដល់អានេះម្ដងអូយនិយាយដឹងអីហ៎កាប់មូតានេះហើយឡើងឆែបក្បិតឯងទៀតឯងឃើញអញមិនមែនសម្រាប់លេងសើចទេទង់ក៏ដាច់បាទលោកគ្រូដៅបកែអានោះបាទលោកគ្រូលោកគ្រូអត់មានកម្មួងកាឡាផងលោកគ្រូអត់ឲ្យឯងកាប់បាល់អញមកមិនទៅយកកម្មួងកាឡាលួចក្បាលណាមិញលោកគ្រូឯងលោកគ្រូមិញលន់ផែហើយណាគ្រូកុំទៀតឯងអញដឹងឈឺហើយឯងមិនលោកគ្រូឲ្យកាប់ដាវទេអាដាវនឹងឈឺហើយឲ្យកាប់មកឯងគាត់ណាជីមើយអញឈឺនឹងវាញ័រលុញទេវាកោសក្បាលអញឯរត់តាកំរួចដែរបង
ត្រូវងប់មែនទេ ដឹងទេ មិនដឹងដែរមួយគប់ឲ្យមិនបានមើលណានឹងត្រូវក្បាលណាគេមិញប្រហែលជាវាត្រូវដាច់កង់ងាប់ហើយមែនស្នាដៃរបស់យើងនេះគប់មិនដាច់ខុសទេ តែលោកគ្រូដល់ត្រង់ដល់ណាហ្នឹង អត់ទៅថាមនុស្សអីនេះអត់ប្រយោជន៍អីចាំមើលវាមិនតិចទៀតវាមិនដល់កន្លែងនេះ វាមកវិញលោកគ្រូ គ្រូគប់មិញយើងរត់ទៅខាងនោះគប់ខាងនោះមិនត្រូវមិនប៊ីសងាប់មិញ ចែកមិនងាប់មកងាប់អីហ្នឹងនេះ យកតែឆក់ ចេះតែឆក់ អញស្លេចអីវា ឆក់កាប់ សួរបាទ តែឆក់ទុកណាទុកជាប់ហ្នឹងហើយ ហ្នឹងហើយ គួរតែឆក់កាប់ហើយ បាទជំរាបសួរអ្នកទាំងមូលបាទជំរាបសួរបាទ ចាជំរាបសួរអ្នកទាំងមូលគឺសត្វតាជាតួអង្គចានៅក្នុងរឿងស្បែកគង់ចាចាប់អារម្មណ៍ជាងគេគឺស្បែកជើងនេះ បាទ អត់ពេលស្បែកមែនតែស្បែកជើងចឹងហ្មង ក្នុងព្រៃគឺវាសត្វល្អិតច្រើនអញ្ចឹងមានត្រូវការថែទាំស្បាតជើងរបស់យើង ចា ណាមួយខ្ញុំធ្លាប់ថតរឿងហ្នឹងក្នុងព្រៃមានខ្ចាតម្រៃ ចា មានពស់វែកមាន តោ ខ្ទួយ បែនជួឯងគេយកជួមកលេងទេ សត្វពិតពិត ឃើញមានខ្យាដំរីមានសត្វអីមែនតែហ្មង តែសូមសួរតើស្បែកជើងលោកគ្រូនឹងម៉ាកអីដែរឬក៏ស្បែកអីដែរបាទ នេះម៉ាកផ្លាស្ទិក អូម៉ាក់ស្បែកអានេះស្បែកដែរតែស្បែកកម្មឯង អូមិញនឹកឃើញ ពិតខ្ញុំសំដែងមិញនេះតម្រួងរឿងស្បែកគង់ ស្បែកគង់ តួអង្គខ្ញុំជាគ្រូប៉ុន្តែខ្ញុំនេះគ្រូខ្លែងខ្លាយទេគ្រូស្បែកកម្ម អូ គ្រូស្បែកគង់គេមែនតើគេបកកាយ កែរួចស្បែកចុះហើយ ណាគេតួអង្គគ្រូមែនតែហ្នឹងអ្នកណាគេណា ខ្ញុំ អត់មែនទេគាត់ គ្រូហ្នឹងខ្ញុំអត់ស្គាល់គាត់ដែរប៉ុន្តែដល់គាត់ បាទគាត់គឺជាទៅអតីតជាតួស្ដេចជ័យវរ្ម័នដែរ បាទបាទនិយាយទៅអ្នកទាំង4បាទចុះលោកសុធាតួអីដែរបាទ នៅក្នុងឈុតមិញគឺចាច់រឿងចង់សាច់រឿងផងឈុតផងនៅក្នុងសាច់រឿងមិញឈុតមិញនេះគឺជាសិស្សរួមគ្រូទាំងអស់គ្នាពេលដែលគ្រូហៅមកសិស្សទាំងអស់គ្នាមកប្រជុំហើយសាកជាមួយនឹងស្បែកគង់របស់គាត់គឺឲ្យសិស្សម្ដងម្នាក់យកក្បិតទៅកាប់ក្បាល អូ ប៉ុន្តែមិញខ្ញុំភ្លេច មិនទៅកាប់មិនដាវទៅឈឺអត់ មិញយើងឈឺទេសុំទោសណាមិញក៏មិនដឹង តែសូមសួរលោកគ្រូចេះវាសុកលន់ឃ្លោះវិញអី លោកមែនតា តែឡើងលន់ដល់ក្រៅទៀតណា អត់នេះមិននឹកស្មានថានេះរឿងបានទុនមើលណា កាលអាសមគ្នាវាយកឲ្យទុនមកកាប់ឡើងកាប់មែនតើកាប់អត់រឹង សូមប្រាប់លោកគ្រូថាចេះណាតែក្បិតដែលលោកគ្រូបោះទៅហ្នឹងទៅចាប់ឯក្មេងនោះពោកក្បាលនោះមិនមែនទេនេះនៅនេះអាបោះមុនហ្នឹងនោះចាប់ក្បាលក្មេងនោះ បាយក្រោយ នេះគឺដាក់តែឆក់ ចុះយកគាត់បាយ ទៅជាប់ក្បាលមែនតែទេណា ហ្នឹង អត់ដល់ចាញ់ដាក់កន្លែងណាជាប់កន្លែងហ្នឹងមក នេះដៃនេះ អូចេះទៅទៅនុក ដាក់ ឃើញ មក ទេ មុខជាប់នៅមុខ ហើយនិយាយទៅអត់ជាប់ទេខាងមុខបាទ អត់មានឡៃជាប់ ដៃឆក់ទៅក្រោយនឹងវិញ អត់ទេមានកន្លែងជាប់ផ្សេងទៀត អញ្ចឹងកន្លែងណា ហើយបើចង់ជាប់មែនតើទៅទិញតាំងតៅនៅផ្សារមកគប់ជាប់បានឡើយ អូអរគុណចូលអ្នកក្រូចទួយដែរបាទនៅរឿងហ្នឹងបាទ បាទខ្ញុំនឹងហ្នឹងសិតតែសិស្សរួមគ្រូទាំងអស់ បាទឈ្មោះឯដែរនោះរឿងហ្នឹងបាទ ក្រូចដែរ ឈ្មោះក្រូចដែរ ចុះនេះគ្រឿន អត់ដូរឈ្មោះដូរតកូល ចុះនេះជីមនោះរឿង ជីមដដែល កដែលចុះសុធា ខ្ញុំសក្តា អូ ដូរឈ្មោះណាចា តាមពិតតួគាត់ជាសិស្សល្អដល់ពេលចង់ចប់នៃសាច់រឿងហ្នឹងត្រូវបានគីគីលូជាមួយកូនគ្រូ គេលូរឿងស្របច្បាប់ទេ ហើយស្របច្បាប់អត់ហ្នឹង ស្របច្បាប់គេស្រឡាញ់គ្នាស្នេហាគ្នាថាក្នុងព្រៃ បានជាតិ មួយនឹងមួយ ជាតិទៅពីជាតិទៅ អញ្ចឹងអ្នកដែលតាមលឺមកណាពួកខ្ញុំតាមលឺមិនតន់ច្បាស់តែរឿងហ្នឹងមានលក្ខណៈពីរជាតិឬក៏យ៉ាងណាបាទ
បាទរឿងនឹងមាន2ជាតិ 2ជាតិ បាទ ចឹងលោកសុធាជាតិមុនជាតិអីដែរបាទអាចជំរាបជូនបន្តិចបានទេ ជាតិមុននឹងគ្នាខ្ញុំ សិស្សរួមគ្រូនឹងជាឯកសណ្ឋានជាតិមុនបាទទៅពេលជាតិក្រោយគឺសម័យបច្ចុប្បន្ននេះបាទហើយសម័យបច្ចុប្បន្ននេះគឺញ៉ែមសគុណក៏គាត់និយាយទៅគាត់ចាប់ជាតិថ្មីនេះគឺគាត់ជាកូនអ្នកដែលនិយាយទៅគឺចង្រៃ បាទ គាត់នឹងកើតភ្លាមម្ដាយគាត់ត្រូវស្លាប់ភ្លាម អូ ចា បាទ អរគុណច្រើននេះគ្រាន់ គឺគាត់ អញ្ចឹងហ៎ចាអ្វីដែលបង្ហាញជូនដើម្បីមែននេះគឺគ្រាន់តែជាឈុតឆាកខ្លះៗមួយនៅក្នុងសាច់រឿងខ្លីៗទេណាចា សាហាវ សាហាវចា ហើយ គួរ ក៏ ជួយ កំ ប្លែងសោច អញ្ចឹងហ៎អូមានឈុតឆាកកំ pl ែងបង្កប់នៅក្នុងទៀតចា អត់ក្នុងគឺកំ ប្លែង អញ្ចឹងឥឡូវចា និយាយបេ អញ្ចឹងឥឡូវចេះតិចទៀតពួកយើងនឹងសម្ភាសចាចាលោកស្រីនេះកញ្ញាពីកម្មវិធីយើងក៏សូមកញ្ញាពីលោកអ្នកនាងកញ្ញាមួយផ្លែតសិនតិចទៀតយើងជួបគ្នាវិញ